ចិនមានតួនាទីសំខាន់ទាំងគេហៅថានយោបាយការទូតទាំងសេដ្ឋកិច្ចទាំងយោធាបាទប៉ុន្តែចិនតែងតែបានបង្ហាញប្រតិកម្មបែបទន់ភ្លន់បាទទន់ភ្លន់ចូលរួមដោះស្រាយបែបទន់ភ្លន់មិនភាសាខ្មែរយើងហៅថាមិនឆុងឆាំងមិនក្តុងក្តាំងយើងឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសេដ្ឋកិច្ចយើងឃើញថាចង់មិនចង់ចិនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកធំមួយនាយុគសម័យថ្មីនេះគេហៅថាវិបត្តិសេដ្ឋកិច្ចទសវត្សរ៍នៃឆ្នាំ2008ឆ្នាំ2000ជាងហ្នឹងចិនចូលរួមចំណែកសំខាន់ណាស់បាទទៅលើសេដ្ឋកិច្ចពិភពលោកហើយបច្ចុប្បន្ននេះយើងមិនអាចគ្មានអ្នកណាមួយបដិសេធនៃចំណែកចិននៅក្នុងការកែប្រែសេដ្ឋកិច្ចពិភពលោកទេបាទសេដ្ឋកិច្ចពាណិជ្ជកម្មរួមនឹងបច្ចេកវិទ្យា IT បាទផ្ទុយទៅវិញមហាអំណាចប្រចាំលោកមានការព្រួយបារម្ភខ្លាំងនឹងការស្ទុះងើបខ្លាំងបំផុតរបស់ចិនពាក់ព័ន្ធនឹងសេដ្ឋកិច្ចនិងនិយាយចំគឺបច្ចេកវិទ្យាព័ត៌មានវិទ្យាសម័យ Digital នេះសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីយ៍កម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏មានជំនឿទុកចិត្តខ្ពស់បំផុតប្រសិនបើលោកអ្នកត្រូវការគ្រឿងសង្ហារឹមល្អប្រណិតសូមទៅកាន់ស៊ូតហុំសាលាកុមារ Pacific មត្តេយ្យសិក្សាឈានមុខដ៏ល្អបំផុតសម្រាប់បុត្រធីតាលោកអ្នកឃើញថាសហរដ្ឋអាមេរិកហាក់ដូចជាមានការភ្ញាក់ផ្អើលនឹងបច្ចេកវិទ្យា Digital របស់ចិនទីហោថាពីមុនប្រហែលជាប្រមាណរវាង10ឆ្នាំមុនគឺភ្ញាក់ផ្អើលនឹងបច្ចេកវិទ្យា Huawei អីចឹងទៅបាទគាត់នឹកស្មានមិនដល់ថ្មីនេះបច្ចេកវិទ្យាសូម្បីតែ TikTok បាទក៏គាត់នឹកស្មានមិនដល់ថាវាមានឥទ្ធិពលខ្លាំងហើយប្រជាពលរដ្ឋគាត់អ្នកនយោបាយគាត់ក៏ប្រើខ្លាំងណាស់ដែរតែគាត់បដិសេធមិនទទួលយកមិនបានណាអាហ្នឹងយើងមើលហើយថ្មីទៀត AI បច្ចេកវិទ្យា AI ដែលធ្លាប់តែទាំងអស់នេះគឺសហរដ្ឋអាមេរិកវិនិយោគខ្លាំងច្រើនប៉ុន្តែបែរជាមានការផ្ដោតផ្អើលនឹង DeepSeek ទៅវិញដែលវិនិយោគអស់ធនធានតិចប៉ុន្តែមានប្រសិទ្ធភាពខ្លាំងអញ្ចឹងហើយយើងឃើញថាតួនាទីចិនទាំងទៅលើសេដ្ឋកិច្ចពាណិជ្ជកម្មនិងបច្ចេកវិទ្យា Digital នេះគឺតួនាទីខ្លាំងហើយបើយើងមើលគ្រឿងយន្តគ្រឿងចក្រអីបច្ចេកវិទ្យាឡានដែលប្រើអគ្គិសនីអីចិនច្រើនបាទលក់លើទីផ្សារពិភពលោកនៅកម្ពុជាក៏មាននៅប្រទេសផ្សេងក៏មានច្រើនហើយសូម្បីតែទីផ្សារស្រាតាពាំងបាយជូរនៅអឺរ៉ុបជាពិសេសនៅបារាំងក៏ប្រទេសក្រុមហ៊ុនចិនយកបានច្រើនអញ្ចឹងមានន័យថាតួនាទីចិននៅក្នុងសេដ្ឋកិច្ចពិភពលោកគឺជាចំណែកដ៏សំខាន់មួយអានេះយើងមិនទាន់និយាយដល់ជញ្ជីងពាណិជ្ជកម្មផ្សេងទៀតទេអញ្ចឹងចិនធ្វើឲ្យពិភពលោកនោះមានលំនឹងតាមរយៈអានេះយើងនិយាយពីសេដ្ឋកិច្ចពាណិជ្ជកម្មរីឯភូមិសាស្ត្រនយោបាយនិងនយោបាយកិច្ចសវត្ថិការផ្សេងទៀតដែលចិនប្រើផ្លូវនិងខ្សែក្រវ៉ាត់នេះក៏ជាចំណែកសំខាន់មួយដែរសហរដ្ឋអាមេរិកនិងចិននយោបាយគ្រប់គ្រងពិភពលោកសម្រាប់ចាត់ចែងសម្រាប់ពិភពលោកដើរវិធីសាស្ត្រផ្សេងគ្នាសហរដ្ឋអាមេរិកប្រើវិធីសាស្ត្រទ័ពរីឯចិនប្រើវិធីសាស្ត្រកិច្ចសវត្ថិការទៅលើពាណិជ្ជកម្មនិងសេដ្ឋកិច្ចតាមរយៈ BRI របស់គាត់អញ្ចឹងគាត់ចូលទៅប្រទេសតូចប្រទេសទុនខ្សោយគាត់តែងតែទៅវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលយើងបានឃើញអញ្ចឹងទាំងអស់នេះប្រទេសទុនខ្សោយប្រទេសតូចត្រូវការណែហេដ្ឋារចនាសម្ព័ន្ធគឺជាក្បាលម៉ាស៊ីនអូសទាញសេដ្ឋកិច្ចនៃបណ្ដាប្រទេសទុនខ្សោយរួមទាំងកម្ពុជាផងបាទកាលណាមានកម្ពុជាយើងមានពាក្យថាសម្ដេចតេជោតែលើកឡើងថាមានផ្លូវមានសង្ឃឹមជាការពិតបាទកាលណាមានផ្លូវយើងមានកន្លែមានអាចជាមធ្យោបាយដ៏សំខាន់ដឹកផលិតផលដឹកប្រជាពលរដ្ឋធ្វើដំណើរពីមួយទៅមួយសម្បីតែចល័តកងទ័ពក៏វាងាយស្រួលដែរអញ្ចឹងប្រទេស
ប្រទេសទាំងឡាយដែលធ្លាប់តែមិនសូវទំនាក់ទំនងជាមួយចិនពីមុនមកពី20-30 ឆ្នាំមុនតែឥឡូវនេះទំនាក់ទំនងមួយចិនល្អតាមរយៈគម្រោង BRI ហ្នឹងគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាចលករខ្លាំងល្អសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនរីឯវិស័យយោធាសាធារណរដ្ឋជាមនិតចិនក៏ខុសពីរបៀបសហរដ្ឋអាមេរិកដែរបាទខុសត្រង់ថាដូចជាមួយកម្ពុជាគាត់ចូលមកជាកិច្ចសហការបណ្ដោះបណ្ដាលពង្រឹងសមត្ថភាពរវាងគ្នាបាទជាជំនួយមនុស្សធម៌ការជួយជ្រោមជ្រែងផ្នែកមនុស្សធម៌តាមរយៈយោធាអីចឹងទៅនឹងក៏ចូលរួមផ្ដល់ការវិនិយោគទៅលើកំពង់ផែរៀមអីជាចំណែកមួយដែលពេលខ្លះប្រចាំលោកមើលឃើញខុសនៅចំណុចហ្នឹងថាយើងបកគលឲ្យចិនតាមពិតមិនមែនទេគឺជាកិច្ចសហការផ្ដល់ជំនួយសម្រាប់ពង្រឹងសមត្ថភាពអញ្ចឹងចិនគាត់ផ្ដល់ជំនួយបែបពង្រឹងសមត្ថភាពរបស់បណ្ដារដ្ឋដែលធ្វើកិច្ចសហការរវាងគ្នាតើអាស៊ាននិងចិនវាជាចំណែកយ៉ាងដូចម្ដេចតើជាមានអ្វីសំខាន់ទីមួយបើយើងនិយាយពីសារៈសំខាន់គឺយើងត្រូវផ្អែកពិនិត្យមើលទៅលើកត្តាភូមិសាស្ត្រនយោបាយយើងដឹងហើយថាអាស៊ានកើតឡើងនៅក្នុងចំណែកភូមិសាស្ត្រនយោបាយពីមុនមកគឺតំណែងស្អិតរមួតជាមួយសហរដ្ឋអាមេរិកក្នុងការបង្កើតអាស៊ានដំបូងនៅឆ្នាំ67បាទអញ្ចឹងគឺជាប្លុកនៃចលនាមួយដែលលំអៀងទៅខាងសហរដ្ឋអាមេរិកនេះយើងនិយាយចាំតែក្រោយមកពិភពលោកប្រែប្រួលការដួលរលំនៃសហភាពសូវៀតក៏ដូចជាការបញ្ចប់នៅសង្គ្រាមអាស៊ានទៅជាឡើងទៅជាប្លុកហើយគឺជាអង្គការតំបន់ដែលផ្អែកទៅលើភូមិសាស្ត្រណាឲ្យលើភូមិសាស្ត្ររបស់ខ្លួនមានថាអ្នកដែលនៅក្នុងភូមិសាស្ត្រទាំងអស់ហ្នឹងសុទ្ធតែអាចចូលនៅក្នុងសមាជិកអាស៊ានទាំងអស់អញ្ចឹងហើយទោះយ៉ាងណាក៏ដោយអាស៊ានមានលទ្ធភាពធ្វើទំនាក់ទំនងគ្រប់មហាអំណាចដោយមិនមាននិន្នាការទេដោយមិនផ្អែកលើនិន្នាការអញ្ចឹងយើងអាហ្នឹងយើងចង់បង្ហាញមួយទៀតជាកត្តាភូមិសាស្ត្រនយោបាយដ៏ល្អហើយខ្ញុំតែងតែនិយាយនៅវេទិកាផ្សេងតាមរយៈតំណែងកម្ពុជាចិននៅក្នុងអាស៊ានអញ្ចឹងខ្ញុំតែនិយាយថាចិនមានតំណែងល្អជាមួយកម្ពុជាហាក់ដូចជាចិនមានតំណែងល្អជាមួយអាស៊ានទាំងមូលពីព្រោះយើងដឹងហើយថាអាស៊ានគឺគោលការណ៍អាស៊ានគឺកុំសង្ស៊ីសមិនលូកលាន់កិច្ចការផ្ទៃក្នុងផងគ្នាទេអញ្ចឹងប្រសិនបើមានបញ្ហាណាមួយទៅលើប្រទេសចិនបើកម្ពុជាជំទាស់គឺជំទាស់ហើយបើឯកភាពគឺឯកភាពហើយអញ្ចឹងហើយនេះជាចំណែកមួយហើយចំណែកសំខាន់មួយទៀតសម្រាប់អាស៊ានយើងឃើញថាពាណិជ្ជកម្មយើងនិយាយពីទំហំទីផ្សារពាណិជ្ជកម្មគឺអាស៊ានមានប្រជាពលរដ្ឋជាង600លាននាក់យើងដឹងហើយជាបណ្ដុំនៃប្រជាពលរដ្ឋ600លានជាង600លាននាក់អញ្ចឹងវាជាចំណែកទីផ្សារផលិតទាំងផលិតផលទាំងទីផ្សារធំទី1ទី2ពាណិជ្ជកម្មដែរយើងឃើញថាគម្រោងផ្លូវទាំងខ្សែក្រវ៉ាត់របស់ចិនគឺងាយតភ្ជាប់ទាំងទឹកទាំងផ្លូវនាវាទាំងផ្លូវគោកឧទាហរណ៍ថាយើងឃើញខ្សែរថភ្លើងមកតាមប្រទេសឡាវនិងបន្តមកភូមិភាគចុងអាស៊ីអាគ្នេយ៍ទៀតនៅអនាគតនឹងក៏អាចមកតាមច្រកប្រទេសផ្សេងទៀតប្រទេសមីយ៉ាន់ម៉ាអីជាដើមនេះជាចំណែកនៃចរន្តពាណិជ្ជកម្មរវាងចិននិងអាស៊ានដែលមានទាំងផ្លូវគោកមានទាំងផ្លូវទឹកដែលជាតំបន់តភ្ជាប់គ្នាហើយវាអាចទៅច្រកពិភពលោកផ្សេងទៀតអញ្ចឹងហើយយើងគិតថាវាមានសារៈសំខាន់ទាំងភូមិសាស្ត្រនយោបាយទាំងពាណិជ្ជកម្មទាំងកិច្ចសហការទ្វេភាគីនិងភូភាគីនៅក្នុងចំណែកនៃដៃគូអាស៊ានពីព្រោះអាស៊ានត្បិតតែយើងនិយាយបាញ់មិញមាន600លាននាក់ប៉ុន្តែអាស៊ានមានដៃគូផ្សេងទៀតជាច្រើនរួមទាំងសហរដ្ឋអាមេរិករួមទាំងសហព័ន្ធរុស្ស៊ីដែលគេមិនតាន់ដាក់ទណ្ឌកម្មក៏ជាចំណែកនៃដៃគូអាស៊ានមានឥណ្ឌាណាដែលយើងឃើញថាឥណ្ឌាមានប្រជាពលរដ្ឋ1400លាននាក់ទៅ1500លាននាក់ហើយបច្ចុប្បន្នមានកូរ៉េខាងត្បូងនិងមានបណ្ដាប្រទេសអឺរ៉ុបមួយចំនួនទៀតដែលជាដៃគូអាស៊ានអញ្ចឹងការធ្វើទំនាក់ទំនងជាមួយអាស៊ានល្អបានជាច្រកសម្រាប់ទៅធ្វើទំនាក់ទំនងពាណិជ្ជកម្មដៃគូអាស៊ានផ្សេងទៀតដែលជាទំហំធំបំផុតកម្ពុជាប្រកាសឲ្យថាយើងត្រូវតែអនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនហ្នឹងមាត្រា53ថ្មីនិយាយអំពីមិនចូលបកសម្ព័ន្ធឲ្យហោហាយអញ្ចឹងក៏ប៉ុន្តែ
យើងអត់ចូលបកសម្ព័ន្ធយោធាណាមួយទេទាំងសហរដ្ឋអាមេរិកទាំងប្រចាំប្រទេសផ្សេងទៀតរួមនឹងសាធារណរដ្ឋប្រជាមានិតចិនប៉ុន្តែយើងមានលទ្ធភាពរក្សាតំណែងល្អគ្រប់បណ្ដាមហាអំណាចគ្រប់បណ្ដាប្រទេសលើសកលលោកជាសមាជិកអង្គការសហប្រជាជាតិយើងរក្សាក្នុងការទទួលយកជំនួយអភិវឌ្ឍសមត្ថភាពយោធាសមត្ថភាពកងទ័ពនិងយុទ្ធោបករណ៍ជាដើមនេះរដ្ឋធម្មនុញ្ញយើងមិនហាម5ហើយច្បាប់អន្តរជាតិក៏អត់មានការហាម5អីដែរអញ្ចឹងនិយាយជារួមនៅចំណុចនេះគឺយើងត្រូវអនុលោមទៅតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិច្បាប់ជាតិគឺរដ្ឋធម្មនុញ្ញមាត្រា53របស់យើងនេះយើងត្រូវប្រកាន់បែបនេះទី2គឺយើងត្រូវតែពង្រឹងកិច្ចវត្តការគ្រប់ដោយតែខ្ញុំបាននិយាយមិញគូបញ្ជាក់ឡើងវិញគឺជាមួយបណ្ដាប្រទេសទាំងអស់ទាំងទៅលើផ្នែកកិច្ចវត្តការផ្សេងទាំងយោធាទាំងស៊ីវិលទាំងពាណិជ្ជកម្មគឺដើម្បីផលប្រយោជន៍របស់យើងតទៅមុខទៀតយើងក៏អាចខ្ញុំតែងតែនិយាយថាត្រូវចាប់យកឱកាសនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់បណ្ដាមហាអំណាចយើងត្រូវចេះចាប់យកឱកាសហ្នឹងបាទនេះថាបត់បែនធ្វើម៉េចបត់បែនទទួលយកផលប្រយោជន៍នៃការប្រកួតប្រជែងរវាងមហាអំណាចនិងមហាអំណាចឲ្យទៅជាប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួនផ្ទាល់យើងមិនអាចបង្ហាញចំហផ្ដាច់មុខទៅនេះទៅនោះនាំឲ្យមានបញ្ហាដល់ខ្លួនឯងទេ ធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីថាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69